tới bẩn tiếp luôn cho mùi nè bầm ra từ vĩnh lựa đòn na khăm kia đòn nuប៉ុន្តែប្រពន្ធម្នាក់នេះមិនដូចគ្នាទេណាលោកបងច័ន្ទនឹងស្មោះត្រង់ជាមួយលោកបងតែម្នាក់គត់បងក៏ស្រឡាញ់តែច័ន្ទម្នាក់ដែរបងទៅមើលកិច្ចការនៅរោងចម្លាក់សិនហើយនឹងងាកបានបងមកវិញចាអញ្ជើញចោះលោកបងឯងជាអ្នកណាឯងមកមានកៃដែរបានមីងខ្ញុំចង់មករកស្រីម្នាក់ឈ្មោះច័ន្ទនាងច័ន្ទបានខ្ញុំគឺជាប្តីរបស់នាងហើយខ្ញុំចង់ជួបនាងអូឯងនឹងប្តីរបស់លោកជំទាវច័ន្ទទេគឺខ្ញុំនឹងហើយជាប្តីរបស់នាងច័ន្ទហើយថែមទាំងមានកូនមួយទៀតផងអូប្តីនាងច័ន្ទច័ន្ទហើយមានការស្អីមានការបងតាំងតែប្រហិនហើយបានជាមករកខ្ញុំដាក់បន្ទប់បែបនេះព្រោះតែមានរឿងសំខាន់មានអាប្រុសម្នាក់នោះគេបានអាងថាគេជាប្តីរបស់នាងនាងប្រាប់ខ្ញុំសិនមកនាងយកប្តីពីពេលណាមកនាងមិនបានរងចាំតាមពាក្យសន្យានោះទេនាងក៏ហកខ្ញុំហើយអាចជិតហ៊ានមករកខ្ញុំដល់ទីនេះផងហ៎បងស្ដាប់ខ្ញុំសិនទេខ្ញុំមិនដែលមានចិត្តទៅលើវាទេពេលដែលបងមកចោលខ្ញុំបាត់ខ្ញុំខំត្រស៊ីនៅស្រុកផ្សេងហើយត្រូវឲ្យយុទ្ធវាចាប់រំលោភខ្ញុំរហូតដល់បានកូនមួយខ្ញុំខំកិច្ចពីវាប៉ុន្តែវានៅតែចងកម្មចង់ពារខ្ញុំមិនឈប់សោះអានេះពិតជាអាក្រក់មែនចុះមិនអ្នកណាឃើញវាឬអត់មានមីងឆ្នុកកំពុងតែនិយាយជាមួយវាបងត្រូវតែជួយខ្ញុំរកមកជួបម៉ែកំចាត់វាភ្លាមទៅកុំឲ្យអនាគតដ៏ល្អរបស់យើងត្រូវបាត់បង់ដោយសារវាហើយយកមាសនេះបាត់មាត់អ្នកដែលដឹងរឿងទៅច័ន្ទចាំហេងយើងមិនដែលស្គាល់អញទេកុំចូលមកឲ្យសោះមិញឆ្នឹកហេតុអីក៏មិញឲ្យមនុស្សឈួតនេះចូលផ្ទះនេះបានប៉ុន្តែគេថាគេជាអ្នកហើយមិញជឿគេដែរវានឹងគឺជាមនុស្សឈួតឆាប់ដេញវាចេញភ្លាមទៅនាងមិនបាច់ដេញខ្ញុំទេខ្ញុំអាចមកបានខ្ញុំក៏អាចត្រឡប់ទៅវិញដល់ខ្លួនឯងបានដែរតែនាងទៅវិញជាមួយខ្ញុំមកលេងមកមកសិនមកចូលមកទៀតអូយសិនហើយគួតទេអាចចូលមកទៀតអាចចូលមកទៀតត្រែស្លាប់បាយតែសិនឈប់អូយហេតុអីក៏បាយធ្វើបាបគេបានមនុស្សឈួតម្នាក់នេះវាចង់សម្លាប់លោកជំទាវច័ន្ទហើយហេតុអីក៏បណ្ដោយគេចូលមកបានគឺខ្ញុំជាអ្នកនាំគេចូលមកគេថាគេគឺជាគឺមនុស្សឈួតហ្នឹងណាណែពួកឯងឆាប់នាំគេចេញភ្លាមទៅនាងច័ន្ទហើយផាលីឆាប់យកគេចេញទៅហើយមកចាត់ចែងគ្នាយាមផ្ទះសម័យឲ្យបានប្រយ័ត្នប្រយែងផងកុំឲ្យគេនឹងចូលមកទៀតឲ្យសោះ
យ៉ាងម៉េចពួកឯងមិនលឺទេហ៎ឲ្យលឿនអស់វាចាញ់ទៅខ្ញុំមានរឿងមួយចង់និយាយជាមួយមីងបន្តិច យើងក៏មានរឿងចង់និយាយប្រាប់ឯងដែរថាប្រុសម្នាក់នោះគេមិនមែនជំរុះឈួតទេការពិតទៅគេជា ទោះជាស្អីក៏ដោយមីងមិនចាំបាច់និយាយរឿងនេះតទៅទៀតទេនេះខ្សែកមីងយកទៅហើយឈប់ធ្វើដឹងធ្វើលឺរឿងនេះតទៅទៀតរឿងខ្លះនិយាយទៅវាមិនបានចំណេញអ្វីទេចំណេញតែការស្លាប់ខ្លួនឥតអំពើអើយបើមីងធ្វើមិនដឹងធ្វើមិនលឺប្រហែលជាបានសុខជាងជ្រើសរើសខ្លួនឯងទៅចង់បានទ្រព្យសម្បត្តិស៊ីចាយសប្បាយចិត្តឬមួយក៏ចង់ឲ្យកូនកំព្រាម្ដាយឯងកំពុងតែគំរាមយើងហើយមែនទេខ្ញុំមិនមែននិយាយលេងទេបើមីងឯងចង់ដឹងសាកមើលទៅតាមចិត្តហើយមិនកើតទេមិននឹកស្មានថានាយុទ្ធវាហ៊ានមកដល់ទីនេះសោះចម្លែកមែនចុះបានមលីយករឿងនេះទៅប្រាប់លោកបងតែគិតធ្វើយ៉ាងម៉េចទៅមិនដឹងថាផលីធ្វើរឿងនេះបានសម្រេចឬអត់យើងត្រូវតែដោះស្រាយរឿងនេះឲ្យបានទាន់ពេលទុកយូរមិនបានទេកម្លាំងហើយត្រូវការភេសជ្ជៈទេចាំអូនត្រៀបចំជូនមិនបាច់ទេចូលអាណាច័ន្ទមិនក៏មកឃើញលោកបងច័ន្ទលោកបងខ្ញុំមកចាំលោកបងយូរហើយអូយច័ន្ទអ្នកណាធ្វើអីអូនមិនក៏ឈឺដល់ឋាននេះហ៎ប្រាប់បងភ្លាមមកចាមិននេះបន្តិចមានមនុស្សឈួតចូលមកធ្វើបាបខ្ញុំដល់ក្នុងផ្ទះណាលោកបងវាវិតែសម្រាប់ខ្ញុំទៀតផងហើយចុះនៅក្នុងផ្ទះនេះនាំគ្នាតាណាអស់បានជាបណ្ដោយឲ្យគេមកធ្វើបាបអូនច័ន្ទអញ្ចឹងហើយគ្មានអ្នកណាជួយទេហ៎ចាកុំតែបាននាយផលីមកជួយតន់ខ្ញុំមិនដឹងទៅយ៉ាងម៉េចទៅហើយទេអាមនុស្សឈួតនោះវាចាប់អំពានមកលើខ្ញុំទៀតខ្ញុំខ្លាចតែអ្នកខ្លះគេយល់ច្រឡំហើយយករឿងនេះមកទូលពិតលោកបងថែមទៀតគឺនាងប្រាប់ថាគេជាមនុស្សឈួតនាងជាអ្នកស្គាល់គេច្បាស់អ្នកនៅក្នុងផ្ទះនេះមិនមានអ្នកណាម្នាក់ស្គាល់ទេតើមានអ្នកណាតែយល់ច្រឡំទូលពិតលោកបងកើតនោះថាមិនត្រូវដែរគ្មានអ្នកណាចង់ឲ្យគេមានសេចក្តីសុខប្រសើរជាងខ្លួនឯងនោះទេឲ្យតែមានឱកាសបន្តិចត្រូវតែឆ្លៀតឆក់យកហើយអូនខ្លាចតែលោកបងយកច្រឡំចំពោះអូនច័ន្ទមិនបាច់បារម្ភពេកទេបងជឿថាសម្ដីច័ន្ទម្នាក់គុណអ្នកផ្សេងមិនបាច់លើកយកមកនិយាយទេមើលអូនឈឺកន្លែងណាខ្លះអូយលោកបងឈឺខ្លាំងណាស់ឈឺពេញទាំងខ្លួនទាំងអស់ហ្នឹងលោកបងទៅជួយលាបថ្នាំឲ្យអូនបន្តិចទៅណាមិនអីទេចាំបងទៅលាបថ្នាំឲ្យអូនដល់ផ្ទាល់ដៃលាបឲ្យអូនបាត់ឈឺហើយរកបល័យលាបឲ្យអូនទៀតផងណាអូយ
យឈឺខ្លាំងណាស់លោកបងប្រញាប់ទៅណា មិនអីទេចាំបងទៅលាបាយអូន ចា តោះអូនលពឹសណាឃើញទេឆ្លោះជើងទៅហើយអ្នកបំរើមកកគងចាំបាច់ធ្វើខ្លួនឯងធ្វើអី អូនមិនចង់អង្គុយទំនេរមិនធ្វើអ្វីនោះទេគ្រាន់តែឆ្លោះចាំបន្តិចសោះលោកបងធ្វើដូចជាអូននេះឈឺធ្ងន់ណាស់អញ្ចឹង ព្រោះបងបារម្ភពីអូនបងស្រឡាញ់អូនណាស់ បងប្រាសិទ្ធអ្វីឆ្លើយប្រាំស្រីផងខ្មុំស្នេហ៍ពីក្រោយកណ្ដងចាំទេនោះឡងរឿងពីអតីត បើយើងមិនព្រមបិទមាត់ទេយើងប្រកាសជាមិនបានសុខឡើយម៉ែងចាម៉ែណាឬអើចាលោកជំទាវ លោកជំទាវមានការអីចង់ប្រើខ្ញុំមែនទេខ្ញុំចង់មកសួរម៉ែងពីរឿងបរិះម្នាក់ពីម្សិលមិញលើថាម៉ែងនឹងជាអ្នកបានជួបគេមុនគេចាគឺថាគឺជាមិនតែម៉ែងគឺថាគេនឹងប្រកាសជាឈួតមែនតែនហើយពីព្រោះពេលគេចូលមកដល់ភ្លាមគេក៏ច្បាច់ក៏លោកជំទាវច័ន្ទដូចកំដៅចូលអញ្ចឹងឯងមីងចាគឺខ្ញុំគ្រាន់តែមកសួរមីងតែប៉ុណ្្នឹងទេខ្ញុំលាមីងទៅវិញហើយចាទេព្រោះខ្ញុំគ្រាន់តែជាអ្នកបម្រើខ្ញុំមិនចង់ជួញទុកមកដាក់ខ្លួនឡើយ បើសិនជាអញ្ចឹងទៀតអូនត្រូវតែប្រាប់បង អូយលោកបងអូនទៅវិញ អូនយីមិនណាមិនទេ អូយលោកបងអូនឈឺខ្លាំងណាស់ឈឺពេញទាំងខ្លួនអស់ទៅហើយឈឺក្បាលហើយឈឺដៃស្ពឹកអស់អាលីងមិនដឹងជាយ៉ាងម៉េចទេតាំងពីមនុស្សឈួតនោះវាធ្វើបាបមក ឲ្យបងមើលឈឺត្រង់ណាខ្លះ អូយឈឺណាស់លោកបងឈឺដៃនេះ មិនកាន់ទេចាំបងទៅយកថ្នាំមកលាបឲ្យក៏បានដែរហើយបើអូនចង់ងូតទឹកកុំងូតទឹកត្រជាក់អសោះចាំបងឲ្យនាងក្អប់លាយទឹកក្តៅឲ្យអូនងូតព្រោះបើអូនងូតទឹកត្រជាក់បណ្ដាលឲ្យកើតផ្ដាសាយ ហើយលោកបងមិនអ្នកបងមកលីខ្លះទេ